កំពូលអ្នកចម្បាំងគុនខ្មែរគូទី7គឺជាគូប្រកួតដើម្បីការពារពានទឹកទី4បាទលោកស្រីអ្នកនាងកញ្ញាជាទីគោរពជាទីរាប់អានយើងឈានទៅដល់ការប្រកួតបាត់ទឹកទី4ហើយគូដណ្ដើមនឹងការពារពានក្រហមហាន់ពីម្ចាស់ពានវ៉ាន់វឿនមកដណ្ដើមពានបាទអ្នកឈ្នះគឺបានពានអមដោយទឹកប្រាក់បើសិនបើការពារពានបាន5លានតែបើសិនការពារបានអ្នកដែលឈ្នះពាននោះគឺបាន4លានរៀលនៅក្នុងនោះអំបញ្ញមិនឃើញថាខ្មែរបបរជិះនឹងជីម៉ងបាគឺលោកបានផ្ដល់លើកទឹកចិត្តអ្នកឈ្នះ4លានរៀលរីឯអ្នកចាញ់នឹងក៏បានលើកទឹកចិត្តដែរគឺ2លានរៀលលោកគ្រូបាទលោកគ្រូអញ្ញាកដាលដឹកចំណាប់និយាយកីឡាករទាំងពីរដើរចូលបន្តទៀតកណ្ដាប់ដៃខាងស្ដាំមួយកណ្ដាប់ដៃនេះគេថាកណ្ដាប់ដៃសជ័យណាគ្រាកកជង្គង់នេះទាញយាជង្គង់ចាក់សោជាប់អត់ឲ្យហាន់ពីឡាជង្គង់បាននេះលោកគ្រូលឹកចំណាប់ក៏និយាយកីឡាករទាំងពីរបាទបងប្អូនសប្តាហ៍ក្រោយខេមរាកំពូលអ្នកចំបាំងគុនខ្មែរអូយកន្លែងនេះចូលពីដៃណែនបាទគឺយើងធ្វើដំណើរទៅស្រុកកំពង់ត្រាចបាទខេត្តកំពតណាប្រមាណដៃនេះបាទវ៉ាន់វឿនគេថាអូជួបកទូការពារថ្មិញបាទឥឡូវបន្តទៅទៀតមកអ្នកដែលជួបកទូនេះគឺហាន់ពីទេអត់អីចូលកដាប់ដៃកន្លែងនេះពេញរបស់ហាន់ពីបាទកដាប់ដៃនេះមិនធម្មតាទេហាន់ពីម្ចាស់ខ្សែក្រវ៉ាត់ Extreme ខេមរាគុនខ្មែរបាទការពារបាន2សម័យកាលហើយអ្នកមកដណ្ដើមគឺកូនសិស្សរបស់លោកគ្រូពេជ្រសុផាន់12នាក់ជាយាមដើរចូលហាន់ពីនៅដើរចូលដដែលកដាប់ដៃអូយមួយកែងមួយបាច់កដាប់ដៃតែអត់ដល់ដូចគ្នាអត់ដល់ដូចគ្នាបាទសូមបញ្ជាក់ជូនទៅដល់ពុកម៉ែបងប្អូនការប្រកួតរបស់យើងធ្វើឡើង5ទឹកហើយមកគូទៀតដែលជាការប្រកួតគូចុងក្រោយនៅដើមខ្សែក្រវ៉ាត់ប្រាក់រវាងឌីមត្រំនិងមហាម៉ាត់ក្រោយពីចប់ការប្រកួតមកគូនេះសិនបាទចាប់កាច់បោកដួលនៅលើក្តារក្រោកឡើងក្រេះអត់បញ្ហាទេបាទវ៉ាន់វឿនបាទវ៉ាន់វឿនតាំងឃុំដើរចូលហាន់ពីទៅជាចាក់មកជង្គង់ខាងស្ដាំចាប់កាច់ខ្ទាស់ទៅជង្គង់មួយទៀតជង្គង់មួយទៀតណាជង្គង់មកកាផ្លេណាបាទចេះទាំងចាក់ចេះទាំងទះដល់ជង្គង់ទៀតបាទហាន់ពីដើរចូលហាន់ពីតែមើលទៅទន់តែអត់ចេះជ្រាយទេណែកែងកន្លែងនេះអត់បញ្ហាទេបាទអូយបាទដួលទៀតហើយបាទដួលលាន់ទៅសុកកណ្ដុំនៅលើក្តារហាន់ពីចូលមកដៃទៀតកន្លែងនេះកែរុះសងមកវិញរបស់វ៉ាន់វឿនលោកគ្រូអញ្ញាកណ្ដាលនិយាយកីឡាករសិននៅសល់22វិនាទីទៀតចប់ទឹកទី4ហើយបាទទាញមកចូលកណ្ដាលដើម្បីបន្តការប្រកួតទៀតហាន់ពីនៅទៅដើរចូលហាន់ពីពាក្យថាអសអហ្នឹងគឺអត់មានទេមានតែអសឌីទេទៅមុខហើយបាទដើរចូលកណ្ដាប់ដៃខាងស្ដាំមួយពេញស្អាតមែនទេចាក់ជង្គង់ហាន់ពីកន្លែងនេះឡាយជង្គង់បានទេវ៉ាន់វឿនក៏ចាក់សោកែងរបស់ហាន់ពីកន្លែងនេះក្រកែចាប់ទឹកទី4